នេះគឺជាធនធានថ្មធម្មជាតិនៅក្នុងទឹកដីខ្មែរយើងគឺជាថ្មមានតម្លៃយើងហៅថាហ្គិចខ្មែរហ្គិចនាំលៀបនាំសំណាងហើយខ្ញុំមិនមែនទៅតែធ្វើឥឡូវឥឡានេះទេពុកម៉ែបងប្អូនគឺខ្ញុំធ្វើរយៈពេលចូល4-5ឆ្នាំហើយថ្មនេះបាទសម្រាប់ពុកម៉ែបងប្អូនដែលធ្លាប់តែតាមដានខ្ញុំគឺប្រកាសជាដឹងប្រកាសជាស្គាល់ហើយនៅតែមានពុកម៉ែបងប្អូនមួយចំនួនធំនៅតែមិនដឹងមិនស្គាល់ថានេះជាថ្មប្រភេទយ៉ាងម៉េចហ្គិចយ៉ាងម៉េចអីយ៉ាងម៉េចប្រើទៅវាយ៉ាងម៉េចគឺនៅតែមិនដឹងអញ្ចឹងខ្ញុំឆ្លៀតពេលនេះបញ្ជាក់បន្ថែមទៀតថានេះគឺជាថ្មហ្គិចធម្មជាតិដុះនៅក្នុងទឹកដីខ្មែរយើងហៅថាហ្គិចខ្មែរហ្គិចនាំលៀបនាំសំណាងភាសាអង់គ្លេសយើងហៅថាហ្គិច Aventurine Stone ហើយចំពោះការប្រើប្រាស់ពុកម៉ែបងប្អូនពាក់ជាប់នឹងសាច់ចាប់ពី3-4ថ្ងៃឡើងដល់មួយអាទិត្យគឺកាន់តែស្រស់កាន់តែឡើងពណ៌កាន់តែដុះស្រាយកាន់តែស្អាតហើយមានឥទ្ធិពលជួយមកដល់អ្នកប្រើប្រាស់វិញគឺរុញច្រាននៅថាមពលមិនល្អថាមពលអវិជ្ជមានឲ្យចេញឆ្ងាយស្រូបទាញនៅថាមពលល្អចូលមកដល់អ្នកប្រើប្រាស់ហើយនេះគឺជាលទ្ធផលបន្ទាប់ពីឆ្លងកាត់នៅដំណាក់កាលនៃការកាត់ឈូសប៉ូលីឡាំបៀធ្វើទៅជាអង្កាំនេះគឺមានខ្នាត18លីហើយចំពោះពណ៌នៃសាច់វិញគឺពណ៌បៃតងដិតស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនខ្ញុំថតគៀកច្បាស់មិនថតបន្លំបកៅឲ្យពុកម៉ែបងប្អូនមើលហើយមើលមិនដាច់មើលមិនយល់ថាពណ៌នឹងវាយ៉ាងម៉េចវាស្អាតពិតប្រាកដយ៉ាងណាគឺអត់បន្លំបកៅពុកម៉ែបងប្អូនទេថតគៀកជាក់ស្ដែងឲ្យពុកម៉ែបងប្អូនបានឃើញថាវាស្អាតកម្រិតណាឃើញនៅក្នុងរូបប៉ុណ្ណាឃើញខាងក្រៅអាចនឹងស្អាតជាងនៅក្នុងរូបទៀតផងមិនមែនឃើញនៅក្នុងរូបស្អាតយកមកខាងក្រៅមិនស្អាតមិនមូលចោះរុនមិនល្អគឺអត់ទេធានាជូនពុកម៉ែបងប្អូនថាប្រណិតតែម្ដងមិនចាញ់កម្មគេស្លចាក់ដែលចេញពីពុំមកស្រាប់នោះទេមូលគឺមូលរលោងគឺរលោងគឺ glow តែម្ដងពុកម៉ែបងប្អូនហើយពាក់ព័ន្ធនឹងថ្មហ្គិចដែលមានពណ៌បៃតងរបស់ខ្មែរយើងមួយប្រភេទនេះខ្ញុំធ្លាប់បានរៀបរាប់ហោហែកន្លងមកឲ្យពុកម៉ែបងប្អូនខ្ញុំរៀបរាប់ត្រួសនៅក្នុងវីដេអូនេះដើម្បីឲ្យពុកម៉ែបងប្អូនថ្មីគាត់មិនទាន់បានដឹងឲ្យគាត់បានដឹងនៅក្នុងពេលនេះផងដែរបាទហើយខ្ញុំក៏មានកែច្នៃចេញជាច្រើនម៉ូដមកឲ្យដែរពុកម៉ែបងប្អូនមានដូចជាអង្កាំចិញ្ចៀនកងដៃហើយចម្លាក់ផ្សេងដូចពុកម៉ែបងប្អូនធ្លាប់តាមដានបានឃើញស្រាប់